ឯងត្រូវតែរៀបការជាមួយគេមិនមែនខ្ញុំមិនរៀបការទេតែក្រែស្នែងនេះចាស់ពេកខ្ញុំមិនជីកទេខ្ញុំសឿនឈីងហ៊ឺដើរទៅខ្លួនឯងសឿនឈីងហ៊ឺឯងឈួតហើយហីអត់លុយអាចរកបានតែបើចិត្តមនុស្សស្មោកគ្រោកលៀងមិនជ្រះទេលុយ37កាក់នេះជាទ្រព្យសម្បត្តិដំបូងរបស់ខ្ញុំនឹងគាត់ខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលថាខ្ញុំនិងស្វាមីអាចរស់បានសុខស្រួលប៉ុណ្ណាសៀវឈឹងយាននាំផ្លូវទៅអ្នកនាងសឿនផ្ទះខ្ញុំកំសត់ណាស់ណាមិនអីទេខូចយើងជួសជុលតាមខ្ញុំអ្នកនាងច្បាស់ជាពិបាកហើយមិនអីទេអញ្ចឹងយើងខំប្រឹងរកលុយទៅពេលនោះអ្នកណាក៏សើចចំអកសឿនឈីងហ៊ឺដែរថាយកលុយ37កាក់មករៀបការចូលផ្ទះតែពួកគេមិនដឹងទេថាលុយ37កាក់នេះហើយដែលធ្វើឲ្យនាងខ្លាចជាថៅកែស្រីដែលមានលុយជាងគេនៅរាជធានីស្វាមីថ្មីរបស់ខ្ញុំម្នាក់នេះមើលទៅជាមនុស្សល្អសង្ហាទៀតគ្រាន់តែក្របន្តិចក្រចុះម៉េចក្រអាចរកលុយទៀតបានតើចុះកាលបើខ្ញុំរៀបការជាមួយគាត់រួចទៅហើយមានតែរួមដៃគ្នាខំប្រឹងរស់នៅឲ្យបានល្អខ្ញុំចង់ឲ្យអ្នកទាំងនោះដឹងថាសឿនឈីងហ៊ឺពឹងលើសមត្ថភាពខ្លួនឯងក៏អាចរស់បានសុខស្រួលដែរស្វាមីដុសខ្លួនឲ្យស្អាតណាបើមិនស្អាតយប់នេះមិនឲ្យឡើងក្រោយទេមិនអីទេខ្ញុំគេងផ្ទាល់ដីក៏បានមិនបានអត់ការ៉ូអត់ចង់ឲ្យបងគេងទេខ្ញុំជាប្រពន្ធបងខ្ញុំឲ្យបងងូតឲ្យស្អាតបងត្រូវតែញូតឲ្យស្អាតហ្មងណែដុសខ្នងឲ្យស្អាតផងតែខ្ញុំឈោងមិនដល់ទេអូនឯងជួយដុសឲ្យបន្តិចមកខ្លួនប៉ុណ្ណានៃហើយងូតទឹកតតែមានអ្នកជួយទៀតអីនេះមិនមែនចង់ស្ដាប់បង្គាប់ប្រពន្ធទេអីស្ទើរលងគ្រិចជាមួយបងឯងហ្មងអូនឯងកំពុងស្ទាបអីហ្នឹងស្ទាបប្តីខ្ញុំតើសឿនឈីងហ៊ឺខ្ញុំជាមនុស្សប្រុសណាមើលទៅសង្ហាជាងអាកំឡោះឯកដែលសឿនមីងជូដណ្ដើមយកទៅទៀតស្វាមីអំបាញ់មិញបងពូកែអត់ធ្មត់ណាស់តើអូនចង់ដឹងតើថាបងអាចទ្រាំបានដល់ពេលណាពេលនេះទើបដឹងខ្លាចមែនទេស្ដាយក្រោយនៅតន់ណាត្រឹមតែចូលបន្ទប់សំដំណេកសោះអ្នកណាខ្លាចអ្នកណាទៅចៅហ្វាយក្រែស្នែងត្រកូលគូបានចូលដល់ភូមិគ្រឹះហើយយប់នេះគូជឺហឹងក៏បានជួបមនុស្សរបស់ភូមិគ្រឹះអំចាស់ដែរតាមដានត្រកូលគូបន្តទៀតហើយស៊ើបមើលថាត្រកូលសឿននិងភូមិគ្រឹះអំចាស់មានពាក់ព័ន្ធគ្នាដែរឬអត់បាទជប់សិនចៅហ្វាយមានការអីទៀតមុនមេឃភ្លឺយកភួយសូត្រមកមួយផងកាន់តែទុនកាន់តែល្អហាភួយបាទសៀវឈឹងយានភ្ញាក់ហើយហីផឹកទឹកបន្តិចទៅឈឺចង្កេះណាស់ក្រែនេះរឹងចង់ងាប់ទៅហើយអ្នកណានិយាយរឿងនឹងជាមួយបងឯងសៀវសាន់ឡើងមុខទ្វារមានអីវ៉ាន់ឯងសៀវឈឹងយានបងមានតែលុយ37កាក់ទេបានលុយពីណាមកទិញភួយទុននេះអ្នកស្គាល់គ្នាឲ្យមកនឹងណាអ្នកស្គាល់គ្នារបស់បងនេះមានលុយគួរសម្ដែតើបងខ្ចីលុយគេមករៀបការមែនទេអាចថាយ៉ាងនឹងចុះអូខេចុះបញ្ជីសិនថ្ងៃនេះទៅមើលនៅកំពង់ផែបន្តិចមើលអីទៅមើលថាលុយ37កាក់អាចរកស៊ីអីបានទាំងនេះសុទ្ធតែជាត្រីដែលប្តីខ្ញុំខំប្រឹងចាប់បានទាំងលំបាកស្រស់យ៉ាងនេះមិនក៏គ្មានអ្នកទិញសោះអញ្ចឹងអ្នកនាងសឿនគុំថាឡើយប្តីអ្នកនាងសំបីតែមួយត្រីផ្សេងក៏លក់មិនសូវដាច់ដែរមើលណែទាំងនេះសុទ្ធតែត្រីសថោកយ៉ាងណាក៏គ្មានអ្នកយកដែរថោកប៉ុណ្ណាទៅមួយគំនោតែ10កាក់ឲ្យគេទេគេថាសម្បូរឆ្អឹងទៀតឃ្លានចង់ងាប់ហើយទៀមបាយត្រកូលសឿនមិនទាន់បើកទ្វារទៀតអីបើក៏គ្មានលុយហូបដែរមួយចាន10កាក់ហើយចាំចង់កន្លះថ្ងៃទៀតជប់គិតទៅហូបនំប៉ោត្រជាក់វិញទៅយឺតម៉ោងមេឃប៉ាល់កាត់លុយឥឡូវហើយកម្មករទាំងនេះថ្ងៃណាក៏អញ្ចឹងដែរហីការងារកំពុងផែចាប់ផ្ដើមព្រលឹមទៀមបាយនៅឆ្ងាយលក់ក៏ថ្លៃទៀតបើថ្លៃកំស៊ីកំពុងផែមនុស្សច្រើនណាស់មិនខ្វះពួកឯងប៉ុន្មានអ្នកទេ